Ban nhưng mà xôm group chìm riệp xua đo mong ôn từng óc chỉ ti group nâng sờ lạnh rọp án nơi khăn nông bật đài sân công Facebook có đôi chia nơi khăn nông YouTube channel chụp kia sai chỉ mấy chỉ mùi nâng khăn nhóm nơi lơ bật thiên ở bọt mày và đại chia video ti sam sờ buồn rồi bọt nhóm hay sân công thà video từng óc muốn bong ôn bên chất bong ôn tụi ban nơi chìm nét đắng tụi ban nơi cầm nứt lỏ សម្រាប់ធ្វើការពិចារណាក៏ដូចជាសម្រាប់សិក្សារៀនសូត្រទាំងអស់គ្នាបាទសង្ឃឹមថាវីដេអូមួយនេះក៏វាជាវីដេអូមួយដែលមានសារៈសំខាន់ដែលបានផ្ដល់នូវគំនិតចំណេះដឹងបាទល្អសម្រាប់បងប្អូនទាំងអស់ដែលកំពុងស្ដាប់ក្រោយឬក៏ដូចជាកំពុងតែទស្សនាផ្ទាល់តែម្ដងផងដែរទុកជាកតិនៅក្នុងការពិចារណាជុំវិញជីវិតរបស់យើងដែលកំពុងប្រឈមនឹងទៅថ្ងៃអនាគតក៏ដូចជាពីអ្វីដែលបានឆ្លងកាត់ពីអតីតកាលនៅក្នុងជីវិតរបស់យើងបាទសង្ឃឹមថាវីដេអូនីមួយៗរបស់ខ្ញុំវាបានធ្វើឲ្យមានការផ្លាស់ប្ដូរផ្នត់គំនិតក៏ដូចជាការគិតរបស់បងប្អូនទាំងអស់នៅលើចំណុចមួយដែលត្រឹមត្រូវបាទដែលជាចំណុចវិជ្ជមាន ព្រោះខ្ញុំធ្វើវីដេអូនីមួយៗក្នុងគោលបំណងដើម្បីចែកជាចំណេះដឹងបទពិសោធន៍និងគំនិតល្អហើយបងប្អូនព្រោះខ្ញុំគិតថាពេលខ្លះយើងក៏អត់មានពេលវេលាច្រើនសម្រាប់ក្នុងការអានប្រហែលដែរប្រសិនបើខ្ញុំជាចំណែកមួយនៅក្នុងការចែកចម្លែកចំណេះដឹងផងដែរបងប្អូនអាចស្ដាប់បងប្អូនអាចយល់ហើយអាចធ្វើការពិចារណាបន្ថែមដោយមិនមែនគ្រាន់តែស្ដាប់ហើយមិនបានធ្វើការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ នោះក៏វាមិនមានសារៈសំខាន់សម្រាប់ជីវិតដែរអញ្ចឹងទាំងការស្ដាប់ទាំងការអានទាំងការមើលអីជាងត្រូវការពិចារណាឲ្យបានច្បាស់លាស់ទៅលើហេតុនិងផលមុននឹងយើងសម្រេចចិត្តជឿឬក៏មុននឹងយើងសម្រេចនៅក្នុងការវាយតម្លៃទៅលើគំនិតឬក៏ការចែកចម្លែករបស់នរណាម្នាក់ប៉ុន្តែសម្រាប់ខ្ញុំគ្រប់ការចែកចម្លែកចំណេះដឹងទាំងអស់សុទ្ធតែមានសារៈសំខាន់ប្រសិនបើយើងចំណាយពេលវេលា 10 20 នាទី 30 នាទីក្នុងមួយថ្ងៃដើម្បីស្ដាប់នៅលើចំណេះដឹងល្អនៅក្នុងជីវិតធ្វើឲ្យយើងនឹងមានគំនិតល្អដូចគ្នាកុំចំណាយពេលវេលាឥតប្រយោជន៍ទៅលើរឿងរ៉ាវដែលឥតប្រយោជន៍សម្រាប់ជីវិតរបស់យើងពេលវេលារបស់យើងគឺមានតម្លៃណាស់បងប្អូនណាពេលវេលារបស់យើងមានពេល24ម៉ោងយើងត្រូវការពេលវេលាសម្រាប់យើងត្រូវការពេលវេលាជួបក្រុមជុំគ្រួសារយើងត្រូវការពេលវេលាដើម្បីអភិវឌ្ឍខ្លួនឯងបន្ថែមយើងត្រូវការពេលវេលាដើម្បីប្រកបរបររកស៊ី បាទសង្ឃឹមថាបងប្អូននឹងយល់ហើយយើងចំណាយពេលវេលាដែលមានប្រយោជន៍បានហើយកុំចំណាយពេលវេលាដែលឥតប្រយោជន៍ព្រោះវាអាចបានផ្ដល់តម្លៃឲ្យយើងហើយវាបានធ្វើឲ្យយើងនឹងខាតបង់ទៅលើជីវិតរបស់យើងទាំងពេលវេលាទាំងឱកាសដែលល្អសម្រាប់ខ្លួនឯងក្នុងការងារក៏ដូចជាឱកាសសម្រាប់ការអភិវឌ្ឍខ្លួនឯងទៅមុខតទៅទៀតបាទព្រោះប្រទេសយើងអាចនិយាយបានថាដោយសារតែយើងបានឆ្លងកាត់នៅរឿងរ៉ាវពិសេសតាក់ទងជាមួយចង្កៀមជាច្រើនអញ្ចឹងធ្វើឲ្យ ធនធានមនុស្សរបស់យើងអាចថាជាគំនិតដែលល្អក៏យើងអត់សូវមានដែរបាទដូច្នេះហើយបានជាខ្ញុំគិតថានេះជារឿងមួយដ៏ល្អសម្រាប់ខ្ញុំធ្វើការងារនេះក្នុងការជួយផ្ដល់ជាគំនិតចំណេះដឹងក៏ដូចជាព័ត៌មានល្អសម្រាប់ជូនពុកម៉ែបងប្អូនទាំងអស់ទទួលបានទាំងអស់គ្នាណាយើងចែកចម្លែកគ្នាទៅវិញទៅមកនេះជាអាចថាជាបុណ្យជាកុសលដែលយើងកំពុងធ្វើជាមួយគ្នាបើបងប្អូនព្យាយាមទទួលបានបងប្អូនអាចចែកចម្លែកទៅចែកចម្លែកតាមរយៈ Facebook តាមអីទៅអញ្ចឹងមានន័យថាយើងហាក់បីដូចយើងកំពុងធ្វើបុណ្យពីព្រោះខ្ញុំជាអ្នកពុទ្ធសាសនាខ្ញុំគិតថាអ្វីដែលយើងសប្បាយចិត្តយើងពេញចិត្តយើងធ្វើហើយយើងចែកចម្លែកទៅអានឹងគឺជាបុណ្យកុសលរបស់យើងដ៏ល្អប្រសើរបំផុតដែលយើងកំពុងធ្វើនឹងហើយគឺជារឿងមួយដែលល្អដែលយើងចាំបាច់ត្រូវតែធ្វើកុំ ចំណាយពេលវេលាអ្នកខ្លះទៅលេង Facebook រឿងអត់ប្រយោជន៍ទៅមើលរឿងអត់ប្រយោជន៍ស្ដាប់រឿងអត់ប្រយោជន៍អញ្ចឹងចុងក្រោយជីវិតរបស់យើងក៏អត់ប្រយោជន៍ដែរស្ដាប់គេឆ្លុះគ្នាយើងក៏ឆ្លុះគ្នាគ្រួសារឆ្លុះគ្នាបងប្អូនឆ្លុះគ្នាជាមួយអ្នកជំនាញខ្លួនណាស្ដាប់ការជេរគ្នាយូរទៅយើងក៏ជេរគ្នាដូចគ្នានឹងអានេះវាទៅផ្នត់កំណត់វាចូលទៅក្នុងជីវិតរបស់យើងណាបាទចូលទៅក្នុងជីវិតរបស់យើងយើងមើលអត់ឃើញពីអ្វីដែលល្អព្រោះវាបានលុបបំបាត់នៅរឿងល្អរបស់យើងសម្រាប់ការគិតសម្រាប់ការពិចារណាសម្រាប់តាក់ទងជាមួយអារម្មណ៍យើងបាត់ទៅហើយបាទ អូខេអានេះគ្រាន់ជាការបើកទំព័រហើយសូមបងប្អូនជួយ Subscribe នៅក្នុង YouTube Channel បន្ទាប់ពីខ្ញុំបញ្ចប់ការ live វីដេអូនេះបងប្អូនអាច Subscribe នៅក្នុង YouTube Channel របស់ខ្ញុំដើម្បីទទួលបាននូវវីដេអូល្អបន្ថែមទៀតព្រោះនៅក្នុង Subscribe ខ្ញុំទៅបានមក38ទេអញ្ចឹងមានន័យថាយើងត្រូវការច្រើនមែនទែនដើម្បីចូលរួមទាំងអស់គ្នាក្នុងការអភិវឌ្ឍបន្ថែមដល់បងប្អូនព្រោះខ្ញុំកិច្ចការមួយនេះគឺខ្ញុំធ្វើដើម្បីយើងទាំងអស់គ្នាក្នុងនាមយើងជាអ្នក
ប្រជាជនដូចគ្នាក្នុងនាមយើងជាអ្នកជនជាតិខ្មែរដូចគ្នាយើងជួយគ្នាក្នុងការអភិវឌ្ឍចំណេះដឹងទាំងអស់គ្នាកុំព្យាយាមជួយគ្នាក្នុងការបំផ្លាញនៅវប្បធម៌បំផ្លាញនៅគេហៅថារឿងល្អសម្រាប់សង្គមអញ្ចឹងយើងព្យាយាមធ្វើអ្វីដែលយើងអាចធ្វើបានដែលមានសារៈសំខាន់សម្រាប់សង្គមយើងសម្រាប់ប្រជាជនយើងសម្រាប់មនុស្សជុំវិញខ្លួនយើងឲ្យល្អប្រសើរបាទអូខេបាទអញ្ចឹងសូមជួយ Subscribe ហើយបើសិនជាបងប្អូនពេញចិត្តបងប្អូនអាច comment ឬក៏អាចថាមានពេលខ្លះបងប្អូនអាចដាក់ជាប្រធានបទមកបើសិនជាប្រធានបទណាដែលបងប្អូនចង់ឲ្យខ្ញុំស្រាវជ្រាវបន្ថែមធ្វើការចែកម្លែកបន្ថែមអាហ្នឹងក៏ជារឿងល្អដែរព្រោះពេលខ្លះបងប្អូនក៏ថាអត់ចេះចែកម្លែកឬអីអាហ្នឹងបងប្អូនអាចប្រាប់មកខ្ញុំបានខ្ញុំនឹងព្យាយាមសិក្សាស្វែងរកនៅវិធីសាស្ត្រក៏ដូចជារកនៅចម្លើយដែលសមស្របអាចចែកជូនដល់ពុកម៉ែបងប្អូននៅក្នុងការចូលរួមផ្ទាល់ក៏ដូចជាបងប្អូនផងដែរទទួលបាននៅចម្លើយនិងគន្លឹះល្អៗនៅក្នុងជីវិតរបស់យើងសម្រាប់ដឹកនាំជីវិតប្រចាំថ្ងៃរបស់យើងឲ្យកាន់តែប្រសើរកាន់តែមានភាពស្រស់បំពងកាន់តែមានភាពភ្លឺស្វាងក៏ដូចជាធ្វើឲ្យគ្រួសារខ្លួនឯងនឹងមានសុភមង្គលផងដែរបាទអូខេអញ្ចឹងដើម្បីកុំឲ្យរំខានបងប្អូនយូរពេកឥឡូវខ្ញុំចូលមកដល់ប្រធានបទថ្ងៃនេះបាទប្រធានបទថ្ងៃនេះខ្ញុំនិយាយអំពីសេចក្តីភ័យខ្លាចទាំង6តើអ្វីទៅជាសេចក្តីភ័យខ្លាចទាំង6ដែលខ្ញុំបានដកស្រង់ចេញពីសៀវភៅបាទ Think and Grow Rich បាទសៀវភៅនេះគឺជាសៀវភៅដ៏ល្បីល្បាញមែនទែនដែលយើងដែលអាចថាគឺជាសៀវភៅមួយដែលថ្នាក់ដឹកនាំឬក៏អាចនិយាយថាអ្នកមាននៅលើពិភពលោកគ្មានស្ទើរតែគ្មានបុគ្គលណាដែលជាកម្ពូលអ្នកមានគាត់មិនធ្លាប់អានសៀវភៅនេះទេគឺសៀវភៅនេះវាបានបណ្ដុះផ្នត់គំនិតរបស់យើងឲ្យខ្លាយទៅជាអ្នកមានឲ្យខ្លាយទៅជាបុគ្គលជោគជ័យឲ្យខ្លាយទៅជាបុគ្គលមួយដ៏រឹងមាំឲ្យខ្លាយជាបុគ្គលមួយដ៏ល្អប្រសើរនៅក្នុងជីវិតដូច្នេះហើយបានជាខ្ញុំដកស្រង់យកនៅចំណុចមួយដែលនិយាយអំពីវិធីសាស្ត្រយកឈ្នះនៅការខ្លាចទាំង6ឬក៏អាចនិយាយថាការខ្លាចទាំង6ដែលជាមូលហេតុធ្វើឲ្យយើងបរាជ័យនៅក្នុងជីវិតมันអាចធ្វើអ្វីដែលជាសេចក្តីប្រាថ្នារបស់យើងมันអាចធ្វើអ្វីដែលជាការចង់បានរបស់យើងมันអាចធ្វើអ្វីដែលយើងបានកំណត់ទុកឬក៏គោលដៅនៅក្នុងជីវិតរបស់យើងបាទគោលដៅនៅក្នុងជីវិតរបស់យើងអូខេអញ្ចឹងខ្ញុំសង្កត់ធ្ងន់ដដែលតាក់ទងជាមួយនឹងគោលដៅព្រោះមនុស្សយើងម្នាក់ត្រូវរស់ជាមួយនឹងគោលដៅមិនអាចរស់នៅដោយគ្មានគោលដៅទេណាបងប្អូនព្រោះយើងម្នាក់ត្រូវដឹងថាយើងកើតមកយើងត្រូវតែមានអ្វីដែលយើងត្រូវធ្វើមិនមែនកើតមកដើម្បីធ្វើអ្វីដែលទទេស្អាតឬក៏មិនបានធ្វើអ្វីនោះទេអញ្ចឹងយើងត្រូវគិតថាយើងត្រូវមានគោលដៅអីដែលយើងចង់ធ្វើបាទហើយពេលខ្លះអ្នកខ្លះគាត់មានគោលដៅអ្នកខ្លះគាត់អត់មានគោលដៅអ្នកខ្លះគាត់មានគោលដៅហើយក៏ប៉ុន្តែគាត់មិនអាចធ្វើដំណើរទៅកាន់គោលដៅរបស់គាត់បានដោយសារមូលហេតុអីដែលជាកត្តាមួយនឹងគឺតាក់ទងជាមួយនឹងការភ័យខ្លាចឬក៏បញ្ហាដែលធ្វើឲ្យគាត់នឹងរីរែកមិនអាចបន្តទៅកាន់គោលដៅរបស់គាត់ហ្នឹងបាទអញ្ចឹងគឺការភ័យខ្លាចបាទការភ័យខ្លាចហ្នឹងគឺជាចំណុចដែលធ្វើឲ្យគាត់ធ្វើអីអត់កើតធ្វើអីអត់ហ៊ានទៅមុខធ្វើអីអត់ចេញធ្វើអីអត់លះធ្វើអីដោយភាពផ្សោញសាយឬក៏ធ្វើអីដោយខ្លាចមុខខ្លាចក្រោយដូចយើងនិយាយថាខ្លាចមុខខ្លាចក្រោយចង់ធ្វើក៏ធ្វើមិនកើតអានេះពាក្យថាខ្លាចណាអញ្ចឹងខ្ញុំលើកអំពីខ្លាចទាំង6សេចក្តីភ័យខ្លាចទាំង6របស់សៀវភៅ Think and Grow Rich ដែលនិពន្ធដោយលោក Napoleon Hill តែគាត់បានធ្វើការសិក្សាស្រាវជ្រាវជាមួយនឹងជាង 5000 ក្រុមហ៊ុនហើយនៅក្នុងនោះគាត់បានធ្វើការចងក្រងសៀវភៅមួយនេះអញ្ចឹងសៀវភៅនេះមានសារៈសំខាន់និងមានតម្លៃណាស់បើសិនមកបងប្អូនអាចអានជាភាសាអង់គ្លេសបងប្អូនរឹតតែយល់ពីអត្ថន័យក៏ប៉ុន្តែបើសិនជាយើងភាសាអង់គ្លេសយើងអត់សូវខ្លាំងទេយើងអាចអានជាភាសាខ្មែរក៏មានការបកប្រែដែរដែលបកប្រែដោយលោកគ្រូគឹមចនាខ្ញុំបានអានសៀវភៅនឹងដែរគឺគាត់បកប្រែមានអត្ថន័យគ្រប់គ្រាន់ដែលយើងអាចទទួលយកបានក្នុងជាភាសាខ្មែរតែបើសិនជាយើងអត់អាចទេយើងអាចស្ដាប់នៅកន្លឹះល្អមួយចំនួនដែលខ្ញុំចែកម្លែកខ្ញុំអាចដកស្រង់ចេញពីសៀវភៅហ្នឹងឬសៀវភៅផ្សេងទៀតបាទតោះអញ្ចឹងកុំឲ្យរងចាំយូរថាខ្លាចទាំង6មានអីគេខ្លះបាទនៅពេលដែលយើងចង់ចាប់ផ្ដើមអ្វីមួយណាបងប្អូនយើងត្រូវមានគោលដៅដែលខ្ញុំនិយាយថាមានគោលដៅមានសេចក្តីប្រាថ្នាមានការចង់បានឲ្យពិតប្រាកដនៅក្នុងជីវិតរបស់យើងចង់ធ្វើអីបាទនៅក្នុងវដ្តជីវិតរបស់យើងដំណាក់កាលជីវិតរបស់យើងនៅក្នុងការរៀនសូត្រដំណាក់កាលដែលយើងត្រូវធ្វើការដំណាក់កាលដែលយើងត្រូវរកស៊ីដំណាក់កាលដែលយើងត្រូវការសម្រាកលំហែកាយអានឹងយើងត្រូវបែងចែកឲ្យបានច្បាស់លាស់កុំឲ្យពេលវេលាជីវិតរបស់យើងដែលខ្ញុំតែនិយាយថាមនុស្សយើងតែប្រឈមមុខជាមួយនឹងបញ្ហា3ដែលបញ្ហា3ជីវិតនោះគឺទី1ពេលវេលាលុយកាក់ហើយនឹងគេហៅតាក់ទងមួយសុខភាពអាហ្នឹងគឺតែនិយាយអញ្ចឹងថានៅពេលដែលយើងនៅក្មេងយើងមានពេលវេលាគ្រប់គ្រាន់យើងមានសុខភាពគ្រប់គ្រាន់ក៏ប៉ុន្តែយើងខ្វះលុយកាក់សម្រាប់ការចាយវាយនៅពេលដែលយើងចាប់ផ្ដើមមានគ្រួសារពេញវ័យគឺមានគ្រួសារមានអីទៅយើងមានអាចរកលុយបានមានសមត្ថភាពរកលុយបានយើងនៅមានកម្លាំងក៏ប៉ុន្តែយើងអត់មានពេលវេលាទេយើងចង់ទៅណាក៏ពិបាកដែរព្រោះយើងជាប់ជាមួយការងារយើងជាប់ជាមួយគ្រួសារយើងជាប់បញ្ហាផ្សេងៗនៅក្នុងជីវិតតទៅពេលយើងចាស់ជរាបើសិនជាយើងបានត្រៀមខ្លួនយើងខំប្រឹងប្រែងហើយចាស់ជរាយើងបានអី
bà dương ai đừng son lôi cả sầm đẹp ca trai với còn tay ở quay để dương bắn bóng cứ tẹt tung chùm mũi nướng bà cầm láng cài nó tẹt tung chùm mũi dương miên pê và lấy dương miên lôi còn bàn tay dương on miên cầm láng cài cục ron sầm đẹp chỉ bật tê chứ là những sài lơ ca điệp chom hay những sài lơ ca điệp chom panaka bảo dương đào bảo dương là không chịu bật bảo dương nè ok chẳng mình to từ tiết nhưng đừng chỉ dòng pi tẹt tung chùm mũi nâng ca khai tìm mũi tầm đòn đại dương mình hiên chắp đâm đại dương mình hiên to từ một bán á nó không cô đào bảo dương dương miên cô đào nè khác còn miên cô đào nè khác còn miên sự đây bật ná còn tay có đặt hiên chắp đâm bán được sao ấy ti mũi tẹt tung một ca phê khai ok bà còn phê khai nâng ca còn phê khai được sao để thiệp cây cỏ bà ở lấy dương pi ca sắc xa mình còn đặt hiên riêng còn đặt riêng đấy để sao để còn cỏ bà phần tay có đăng mùi hai đấy mình quạt hai đấy mình cro để sao tại quạt quá chừng này đăng phủ riêng vì thôi ở dương miên chừng này đăng miên cẩm đất miên bài nhá miên smart đấy miên chan tệ chẳng càng riêng thôi ở dương trục chảy còn phần tay để sao tập hiệp cro có tha quạt mình hiên riêng thế còn ai riêng bán thế để sao tới quạt cây cro anh nó chừng mùi hết thôi ở quạt mình ai từ tôi bán cao sắc xa riêng sổ bảo trong rosi mấy nhưng mình hiên rosi thế để sao tập hiệp cro nhưng mặt miên lôi nhưng mặt miên mi họ khi mà mình sai slide để sao từ nhóm cro vấn đề bom ôn club cái đấy mua là hết ấy mình dừng cro này đây sao từ dừng cro này ai để dừng cro cũng nứt cro ở nhà cro smart đây thằng ông nâng thấy và to mới tiếp cây cro top sầm bát này của cây cro top sầm bát nó mua là hết ấy để sao từ dừng nó mình đã bán trên roxy kê dừng đại mình hiên roxy dừng cái đặt likeทั้งbởi nhóm cro chất like ấy từ cro là bom ổn miền ấy từ like cây cro bởi dừng cro sạp thấy nó bởi dừng từ roxy mà bởi roxy khát tới việc cro đại lần miền ấy từ bạn nhé khai tầm mũi thế là bây miên lươn pết để dân tục mình chụp và anh cứ chỉ mua là hai thua ở dưới mình hiên chắp đam roxy mình hiên trên ngay nó ca roxy thua ca mình hiên trên đầm bay ca sắc xa xoay như này đang đời xa để dân kết tha ca khai và dân bình lại để kịp cây cro là bao dương chẳng xong dương kết bị cha là từ lời chấm nói nâng cầm dục chấm nói đây chỉ tiếp cây cro một chỉ mua là hai thua ở dưới mình ai bẩn to đầm nở từ cán cô đau mình tức đau để dân trong băng chẳng anh nó chấm em pin thiệp play khai chứ nó thiệp play khai để xa thì dương cro dương còn ai xem lại chụp chơi không chỉ vượt bao dương để xa thì dương cro nó mua hai để xa thiệp cây cro chứ không dốt mua là hai để ba thiệp cây cro nhưng mà đã tiền của mua là hai để thiệp cây cro cứ chơi mau bị ấy khoa khát chừng này đăng khoa khát được bọt bị sót khoa khát nơi chăn tẹt khoa khát là ca to xuống khoa khát đây như tha đàm tuần chúng cái dương đắng thà đàm tuần cái trên mau bị cầm nứt là ngay mà sân dương ăn mình cầm nứt tung miên đàm tuần rọp rồi rọp mơn rọp liếng của dương cầm một quả rùi đây to là dương miên cầm nứt sân đây chân bia mình mến thật là lơi chấm nói để tha tiếp cây cro tầm một cái nè ok chân mua là hết để dương mình ai để tôi bán chụp cháy hay dương miên cam hay like để sao thì dương miên chưa được cô để miên tiếp cây cro thì mùi tipi tệ tông chủ mùi nâng bánh hà mùi tiết dương trong chắp đau mà quay mùi dương trong thua ở quay mùi đây chỉ đây na cô đau để dương trong bán á đời xa ấy nha đời xa ca khai cà ri cun và khai kê ri cun bà lấy dương vậy bị ca riêng xôn mạnh mình bà sớm ấy khi em nó sai dùng cá nó mà phúm sơ là mà phúm mình là nã ban riêng man đo cầm đất nó bên trên màu riêng thì chắp đau vậy ố ảnh đi và đòi ơi mai âu việt phơi sai tôi dùng cá việc kịch khất không kịch không chui mai âu việt kịch từ riêng xuống riêng với ban AC nè cái cà ri cun á riêng nó về trong khỏi bên ban ấy với thế thì tiến về một sai với nhá riêng nó về một cao của man thế người ta khơi nhã riêng na ở ban thứ ấy của việc đau máu đấy miền là ca thôi sai thôi dùng ca năng ai nhẹ cái nhé anh ấy cái cà ri cun hay dùng miền bảo man với ai cái đòn na với chờ mơ thì tiếp với lẹ luôn nó với riêng lên từ mốc chờ mơ với thời cả nhé cái cà ri cun tạm tuồng với cà ri số đó với trên roxy anh roxy thì ấy bị giặt khạp anh roxy thì tiếp anh lê anh roxy thì anh đang kiểm đại thưa vì muốn máu ca nó ngày roxy cứ nông nghiệp bánh hà này chẳng mấy thằng án nó chia bánh hà ca khai bằng dương trong thua ấy mũi trong roxy sạch tại cái kê ri cun dương trong riêng sạch tại kê ri cun dương trong thua này dương trong thua nút sạch tại trên một cái cà ri cun rồi sân bởi dương khai được cà ri cun á dương bạch trên từ ná thì nơi tại nông te nơi tại nông sủng bay mà dương bạch bao thuê trên cái mà đó của mình nước dưới thời trăm tha pena dương thưa ấy mũi bởi sân chỉ dương chụp cháy á kỳ thật sở này tại bởi dương bả cháy bạch tê kê ri cun rư làm nặng ca này ca chắp vào đâu bằng dương cứ sập bố ca cà ri cun dương tại mà đòn chứ ca khai cà ri cun cứ chỉ cả ta mũi để thua ở dương bả cháy mình ai tập báo cô đau của dương vậy thì đau ti mói ta cứ dương trời miên cô đau ca này dương từ căn cô đau cùng khai cà ri cun của cà ri cun miễn chỉ tức đau miễn chỉ cô đau để dương cầm nót thì nè ok ta lấy dương cho đó chừng nói thì
ការខ្លាចដែរយើងចង់ចាប់ផ្ដើមអ្វីមួយដែលជាសេចក្តីប្រាថ្នាជាគោលដៅយើងដដែលប៉ុន្តែដោយសារតែយើងមានបញ្ហាសុខភាពដោយសារតែខ្ញុំមានជំងឺណាដោយសារតែខ្ញុំអាសាថប់ដង្ហើមដោយសារតែខ្ញុំអាសាមានជំងឺទឹកនោមផ្អែមដោយសារតែខ្ញុំមានជំងឺបេះដូងដោយសារតែខ្ញុំមានជំងឺសួតដោយសារតែខ្ញុំមានជំងឺនេះជំងឺនោះចង់និយាយថាយើងយកបញ្ហាសុខភាពរបស់យើងយកមកដាក់ជាបញ្ហាដែលធ្វើឲ្យយើងមិនអាចបន្តដំណើរទៅកាន់គោលដៅរបស់យើងណាបាទជាការពិតកាលណាយើងនឹងមានដង្ហើមបើទោះបីជាមានជំងឺណាក៏ដោយឲ្យតែជាប្រភេទជំងឺមួយដែលយើងអាចថាយើងនឹងមានស្មារតីគ្រប់គ្រាន់នឹងមានការគិតពិចារណាគ្រប់គ្រាន់យើងអាចចាប់ផ្ដើមនៅអ្វីที่ស្ដីប្រាថ្នារបស់យើងបាននិយាយនេះខ្ញុំលើកឧទាហរណ៍មួយពាក់ព័ន្ធជាមួយនឹងបុគ្គលម្នាក់ដែលខ្ញុំនិយាយថាជាកម្ពុជាមហាសេដ្ឋីនៅលំដាប់ពិភពលោកឈ្មោះថា John Rockefeller ដែលគាត់មានជំងឺរ៉ាំរ៉ៃនៅក្នុងខ្លួនរបស់គាត់ណាមានជំងឺគេហៅថារហូតដល់គាត់ហូបបានតែនំប៉័ងជាមួយដោះគោឯងទឹកដោះគោទេប៉ុន្តែនៅក្នុងស្ថានភាពដែលគាត់ជាអ្នកជំនួយម្នាក់គាត់មិនអាចបោះបង់គាត់ខំប្រឹងតស៊ូរហូតដល់គាត់ក្លាយជាមហាសេដ្ឋីដែលមានជាងគេបំផុតនៅលើពិភពលោកទាំងដែលគាត់មានជំងឺគេហៅថាជំងឺរលាកដូចជាជំងឺមហារីកណាជំងឺមហារីកហើយនឹងមានបុគ្គលមួយទៀតបាទបុគ្គលមួយទៀតដែលជាអ្នកបង្កើតឲ្យគេហៅថាទៅជាអាណាចក្រផ្នែកលក់ hamburger ណាគាត់ឈ្មោះថា Ray Kroc គាត់មានជំងឺទឹកនោមផ្អែមនៅក្នុងខ្លួននៅវ័យដែលគាត់ចាស់ជរាទៅហើយអាហ្នឹងតិចទៀតចូលទៅដល់ដំណាក់កាលថាអ្នកខ្លះគាត់មិនហ៊ានចាប់ផ្ដើមអីដោយសារគាត់អាយុច្រើនពេកណាអានោះច្រើនពេកអាហ្នឹងតិចទៀតជាចំណុចភ័យខ្លាចដូចគ្នាការខ្លាចទៅលើសុខភាពនេះរកRay Kroc នេះគឺគាត់មានជំងឺទឹកនោមផ្អែមនិងជំងឺបញ្ហាក្រលៀនមានថាក្រលៀនរបស់គាត់មានបញ្ហាប៉ុន្តែនៅក្នុងជីវិតរបស់គាត់អាយុជាង60ជាង70ហើយគាត់នៅតែតស៊ូដើម្បីសាងជីវភាពរបស់គាត់សាងជីវិតរបស់គាត់រហូតដល់ក្លាយទៅជាមហាសេដ្ឋីណាបងប្អូនអានេះមិនមែនជារឿងមួយធម្មតាគឺថាពេលខ្លះឆន្ទៈចិត្តចង់បំណងប្រាថ្នារបស់យើងវាខ្លាំងក្លាជាមួយនឹងសុខភាពពេកព្រោះសុខភាពវាកើតបញ្ហាវាកើតឡើងដោយសារអីដោយសារតែយើងអត់បានបរិភោគអាហារគ្រប់គ្រាន់ដោយសារតែយើងមិនខ្វល់ខ្វាយអំពីការធ្វើលំហាត់ប្រាណដោយសារតែយើងមិនគិតអំពីបញ្ហាផ្លូវអារម្មណ៍របស់យើងអាហ្នឹងជាបញ្ហាដែលយើងធ្វើឲ្យយើងមានបញ្ហាសុខភាពហ្នឹងអញ្ចឹងសុខភាពមិនមែនតាក់ទងជាមួយនឹងគោលដៅយើងទៅមុខទេកាលណាយើងចេះព្យាបាលសុខភាពយើងឲ្យបានល្អថែរក្សាសុខភាពយើងឲ្យបានល្អគោលដៅរបស់យើងក៏វាបានដល់ដែរអូខេអញ្ចឹងការខ្លាចទី3បងប្អូនទទួលបានហើយការចែករំលែកពីខ្ញុំនៅគំនិតតែអ្វីដែលការយកឃើញក៏ដូចជាការអានរបស់ខ្ញុំបាទឥឡូវយើងចូលមកដល់ការខ្លាចទី4បាទការខ្លាចទី4នោះគឺតាក់ទងមួយសេចក្តីភ័យខ្លាចពាក់ព័ន្ធជាមួយនឹងការបាត់បង់មនុស្សជាទីស្រឡាញ់បាទអត់ហ៊ានធ្វើអីទេបាទអត់ហ៊ានធ្វើអីទេអត់ហ៊ានទៅមុខកើតទេអត់ហ៊ានបោះជំហានទេដោយសារអីហ៊ានតែខ្ញុំចាប់ផ្ដើមអានេះអាចនឹងប្រពន្ធរបស់ខ្ញុំលេងពីខ្ញុំប្តីខ្ញុំលេងពីខ្ញុំដោយសារតែខ្ញុំស្រឡាញ់ការងារមួយនេះដោយសារខ្ញុំចង់រកស៊ីមួយនេះប៉ុន្តែគាត់ហាមគាត់មិនឲ្យធ្វើអញ្ចឹងបើសិនជាខ្ញុំធ្វើច្បាស់ហើយមានបញ្ហាគ្រួសាររបស់ខ្ញុំប្រពន្ធខ្ញុំលេងខ្ញុំប្តីខ្ញុំលេងខ្ញុំមូលហេតុអីដោយសារគាត់អត់យល់អំពីអ្វីដែលជាសេចក្តីប្រាថ្នារបស់យើងយើងសេចក្តីស្រឡាញ់សេចក្តីប្រាថ្នារបស់យើងហើយយើងត្រូវតែជែកគ្នាក្នុងការរកនៅវិធីសាស្ត្រក្នុងការធ្វើឲ្យសេចក្តីស្រឡាញ់រៀងៗខ្លួនរបស់យើងបាទបើគាត់របស់យើងក៏យើងត្រូវតែសហការគ្នាដែរណាអូខេអ្នកខ្លះខ្ញុំអត់ហ៊ានទេដោយសារតែខ្លាចទៅរកស៊ីឆ្ងាយធ្វើការឆ្ងាយទៅសង្សាររបស់ខ្ញុំគូដណ្ដឹងរបស់ខ្ញុំបែកចិត្តណាអាហ្នឹងគឺអត់ហ៊ានទេអញ្ចឹងមិនបានជោគជ័យđâuបងប្អូនចង់ទៅរៀននៅក្រៅប្រទេសខ្លាចមកវិញគេកាយចោលបាត់បាទចង់រកស៊ីទៅរៀងស្រុកឆ្ងាយទីដើម្បីមានឱកាសបាន business បានចំណូលច្រើនខ្លាចឆ្ងាយពីប្រពន្ធខ្លាចឆ្ងាយពីស្នេហាអាហ្នឹងខ្លាចបាត់បង់អីណាអាហ្នឹងដោយសារជាមូលហេតុនៃការភ័យខ្លាចតាក់ទងមួយបាត់បង់ខ្ញុំមិនហ៊ានចាប់យកអាជីពមួយនេះដោយសារឪពុកម្ដាយខ្ញុំជាអ្នករៀបចំអញ្ចឹងខ្ញុំស្រឡាញ់អានោះប៉ុន្តែម៉ែឪខ្ញុំគាត់ជាអ្នករៀបចំអញ្ចឹងបើខ្ញុំទៅខ្លាចគាត់ស្ដីឲ្យខ្ញុំខ្លាចគាត់កាត់កាលខ្ញុំណាខ្លាចបងប្អូនរបស់ខ្ញុំលេងរាប់រកខ្លាចមិត្តអ្នកភូមិផងរបងជាមួយនឹងគេដែលជាសាច់ញាតិរបស់ខ្ញុំហ្នឹងគេកាត់កាលយើងចោលអាហ្នឹងមូលហេតុដោយសារអីការភ័យខ្លាចបាត់បង់នៅសេចក្តីស្រឡាញ់ពីនរណាម្នាក់ឬក៏អ្នកជុំវិញខ្លួនបាទអាហ្នឹងតាមពិតទៅវាជារឿងមួយធម្មតាក្នុងប៉ុន្តែយើងត្រូវមានឆន្ទៈខ្លួនឯងច្បាស់លាស់ថាយើងស្រឡាញ់អីពិតប្រាកដយើងប្រាថ្នាអីពិតប្រាកដយើងចង់បានអីពិតប្រាកដអាហ្នឹងទើបជាចំណុចនៃការចាប់ផ្ដើមបន្ទាប់មកយើងអាចធ្វើការសម្របសម្រួលជាមួយពួកគាត់ជាមួយប្តីរបស់យើងជាមួយប្រពន្ធរបស់យើងជាមួយកូនរបស់យើងជាមួយដៃគូស្នេហារបស់យើងជាមួយនឹងឪពុកម្ដាយរបស់យើងជាមួយអ្នកដែលស្រឡាញ់យើងបងប្អូនយើងដែលគេគ្រប់គ្រងធ្វើមិនឲ្យពួកគាត់គ្រប់គ្រងយើងជាចំណែកមួយគ្រប់គ្រងមិនមែនជាចំណែកមួយក្នុងការធ្វើឲ្យយើងមានការភ័យខ្លាចមិនអាចចាប់ផ្ដើមបានទេ
បាទអាហ្នឹងគឺយើងត្រូវគិតថានេះជាការភ័យខ្លាចមួយដែលយើងមិនអាចប្រឈមមុខបានព្រោះតែយើងមិនបានជជែកមិនបានស្វែងរកហេតុផលមិនបានបកស្រាយឲ្យបានច្បាស់លាស់ធ្វើឲ្យពួកគាត់គ្រប់គ្រងបាទតោះចូលមកដល់ការភ័យខ្លាចទី5ការភ័យខ្លាចទី5ក្នុងការឆ្ពោះទៅកាន់គោលដៅទិសដៅឬក៏ស្ដីប្រាថ្នារបស់យើងដែលយើងចង់បានហ្នឹងការភ័យខ្លាចអីគេបាទភ័យខ្លាចតើតងជាមួយដោយយើងចង់ធ្វើវាប៉ុន្តែដោយសារតែយើងចាស់ហើយខ្ញុំរៀនមិនចេះទេព្រោះខួរក្បាលខ្ញុំវាចាស់ហើយព្រោះខ្ញុំវាអាយុវាច្រើនហើយរៀនមិនកើតទេដាក់មិនចូលទេណាខ្ញុំមួយនឹងទេដោយសារអាយុវាច្រើនណាខ្លាចតែពេលធ្វើទៅវាកែលោសុខភាពយើងមិនអាចទ្រាំទ្របានណាអាយុខ្ញុំប៉ុន្តែពេលខ្លះខ្ញុំជួបអ្នកខ្លះមិនមែនអាយុច្រើនប្រហែលអាយុ30ជាង40ជាងណាបើខ្ញុំបដោះបដាលវិញគាត់ច្រើននិយាយថាអូខ្ញុំនឹងធ្វើមិនកើតទេព្រោះខ្ញុំអាយុច្រើនណារៀនចូលគេណាឬក៏ខ្ញុំធ្វើនេះមិនកើតគេទេព្រោះចាស់ហើយដឹងធ្វើអីទេសុកដល់ពេលវេលាទៀតហើយអាហ្នឹងមកពីយើងគិតឲ្យរឿងចំណុចហ្នឹងយើងកុំគិតយើងត្រូវគិតថាមិនថាយើងអាយុប្រហែលទេយើងនៅតែមានឱកាសរៀនសូត្រយើងនៅតែមានឱកាសរីកចម្រើនយើងនៅតែមានឱកាសចាប់ផ្ដើមអ្វីដែលជាសេចក្តីប្រាថ្នារបស់យើងបានទាំងអស់បាទឲ្យតែយើងចាប់ផ្ដើមគិតចាប់ផ្ដើមផ្លាស់ប្ដូរគឺយើងអាចធ្វើបានហើយសកម្មភាពរបស់យើងមិនមែនយើងពឹងផ្អែកទៅលើអាយុខ្ញុំចាស់បាទអានេះចំណុចអាយុខ្ញុំចាស់នេះខ្ញុំនិយាយថាតកតងមួយ Rockefeller បន្តិចចោ Rockefeller បន្តិចជាមហាសេដ្ឋីលំដាប់ពិភពលោកដែលគាត់មានទ្រព្យសម្បត្តិរហូតដល់ចំនួន340,000 លានដុល្លារសហរដ្ឋអាមេរិកណាដែលជាមហាសេដ្ឋីពិភពលោកដែលមានបំផុតនៅក្នុងសម័យកាលគាត់ហ្នឹងគឺគាត់ក្នុងអាយុរហូតដល់97បានគាត់ស្លាប់គាត់នៅតែកាន់ business គាត់នៅតែរស់ស៊ីដដែលប៉ុន្តែហើយសូម្បីនៅម្ដងបច្ចុប្បន្ននេះក៏មានលោក Warren Buffett ដែលជាសេដ្ឋីពិភពលោកលំដាប់លេខ1លេខ2លេខ3រហូតដល់ឥឡូវលេខ6លេខ7ព្រោះមានអ្នកថ្មីគេកើតមកច្រើនអញ្ចឹងប៉ុន្តែគាត់នៅជាសេដ្ឋីលំដាប់ដដែលដែលគេយកជាគំរូតាមដដែលគាត់វ័យរបស់គាត់ចូល89ឬ90ហើយបងប្អូនតែគាត់នៅធ្វើអាជីវកម្មរបស់គាត់អាហ្នឹងអាយុគាត់បើយើងនិយាយពីអាយុវិញច្រើនមែនតើ Lee Kasing បងសេដ្ឋីដែលមានជាងគេនៅក្នុងអាស៊ីរបស់យើងកាលពីមុនឥឡូវគាត់អាចធ្លាក់ចូលលេខ4លេខ5ហើយប៉ុន្តែពីមុនគាត់ឆ្លត់ចូលលេខ1រហូតដល់ជិត20ឆ្នាំតែមានជាងគេនៅអាស៊ីរបស់យើងគ្មាននរណាមានដល់ Lee Kasing ទេមកដល់ថ្ងៃនេះគាត់អាយុដូចជា92ដូចជា9ជាងហើយដូច91 92ដែរហើយគាត់នៅតែឈរនៅលើអាជីវកម្មរបស់គាត់ហើយពួកគាត់តែនិយាយនៅភាសាស្តីងគ្នានេះគាត់ថាបើសិនជាគាត់ឈប់នៅអ្វីដែលគាត់កំពុងធ្វើរាល់ថ្ងៃប្រហែលជាគាត់មិនបានអាយុដល់ប៉ុណ្ណឹងទេបាទនៅពេលដែលយើងចាប់ផ្ដើមនៅអ្វីដែលជាសេចក្តីស្រឡាញ់សេចក្តីប្រាថ្នាការចង់បានរបស់យើងអានឹងដូចជាការធ្វើលំហាត់ប្រាណខួរក្បាលធ្វើលំហាត់ប្រាណផ្លូវចិត្តធ្វើលំហាត់ប្រាណនៅកាយសម្បទារបស់យើងអញ្ចឹងព្រោះវាជាសេចក្តីស្រឡាញ់តែកាលណាសេចក្តីស្រឡាញ់វាបានរក្សានៅភាពនឹងនរភាពអែមល្ហែមឬក៏ការចូលចិត្តរបស់យើងនៅខាងក្នុងហ្នឹងបាទអាហ្នឹងគឺកុំគិតទៅលើអាយុបើកាលណាយើងគិតថាខ្ញុំអាយុច្រើនខ្ញុំអាចរៀនបានខ្ញុំមិនអាចចាប់ផ្ដើមអាជីវកម្មបានខ្ញុំមិនអាចបន្តនៅអ្វីជាក្តីស្រឡាញ់បានគឺគិតនឹងគឺខុសហើយអញ្ចឹងចាប់ផ្ដើមផ្លាស់ប្ដូរដោយការភ័យខ្លាចរបស់យើងនេះពីការភ័យខ្លាចដែលយើងថាចង់ធ្វើអ្វីមួយខ្លាចដោយសារតែខ្ញុំអាយុច្រើនបាទកុំគិតកន្លែងហ្នឹងមួយទៀតចុងក្រោយគឺតាក់ទងជាមួយនឹងការភ័យខ្លាចទី6គឺបាទខ្ញុំចង់ធ្វើវាខ្ញុំចង់វាដោយសារតែខ្ញុំខ្លាចស្លាប់បាទនៅណាគេរួចពីសេចក្តីស្លាប់បងប្អូនវត្តជីវិតរបស់យើងកើតចាស់ឈឺស្លាប់ជារឿងធម្មតាតែបើយើងកាលណាចង់ធ្វើអីមួយយើងខ្លាចតែស្លាប់អត់ហ៊ានទៅធ្វើការងារនេះព្រោះបើទៅធ្វើទៅពេលស្លាប់នៅលើតុចឹងទៅអត់ហ៊ានធ្វើនេះបាទទៅមានបញ្ហាដល់បាត់បង់ជីវិតចឹងទៅបាទបងប្អូនមើលឃើញអ្នកជិះយន្តហោះហើយគាត់ជិះយន្តហោះគាត់ជិះយន្តហោះពីឆ្លងពីប្រទេសមួយទៅប្រទេសមួយទៅរស់ស៊ីទៅរៀនសូត្របើគាត់អង្គុយទៅការស្លាប់មែនទែនអ្នកខ្លះអត់ហ៊ានឡើងជិះទេបើថាជិះទៅវវគឺធ្លាក់សមុទ្រធ្លាក់អីគឺធ្លាក់ទៅញយប៉ុន្តែសួរថាអាការស្លាប់នេះស្លាប់ដោយវិធីសាស្ត្រណាជួនកាលមានមលៀនឬក៏មលៀនជើងយន្តហោះអញ្ចឹងណាមកយើងជើងហោះហើយមានធ្លាក់មួយស្លាប់អញ្ចឹងទៅបាទអាហ្នឹងយើងយកមកពិចារណាមិនកើតបាទត្រូវគិតថាអាការស្លាប់គឺជារឿងទោះបីជាយើងមិននៅកន្លែងធ្វើអាហ្នឹងឬក៏ទៅធ្វើអីក៏យើងគិតមិនរួចដែរបាទអញ្ចឹងសេចក្តីភ័យខ្លាចតាក់ទងមួយការស្លាប់វាមិនមែនជាបញ្ហាទេកាលណាយើងធ្វើអ្វីដែលយើងពេញចិត្តដែលយើងស្រឡាញ់ទោះបីជាមានការស្លាប់ក៏យើងនៅតែរក្សាស្នាមញញឹមរក្សានៅគេឈ្មោះកិត្តិយសបន្សល់ទុកដល់ក្មេងជំនាន់ក្រោយដែរណាបងប្អូនអូខេអញ្ចឹងសង្ឃឹមថាបងប្អូនទទួលបាននូវចំណេះដឹងការចែករំលែកគំនិតនិងបទពិសោធន៍នឹងអ្វីដែលជាកលឹះល្អសម្រាប់ជីវិតរបស់យើងហើយតាមរយៈការចែករំលែករបស់ខ្ញុំសង្ឃឹមថាបងប្អូននឹងគាំទ្រក៏ដូចជា Subscribe នៅក្នុង YouTube Channel របស់ខ្ញុំឲ្យកើនឡើងកាន់តែច្រើនហើយចំណេះដឹងរបស់យើងកាន់តែចែករំលែកបានច្រើនទៅធ្វើឲ្យប្រជាជនខ្មែររបស់យើងគាត់ទទួលបាននូវផ្នត់គំនិតចំណេះដឹងកាន់តែល្អទៅបាទអាហ្នឹងមិនបាច់ចាំទៅព្រួយបារម្ភរឿងអីទៀតទេព្រោះធម្មតាតែធនធានមនុស្សរបស់យើងខ្លាំងហើយ
បាទទុនធានមនុស្សយើងខ្លាំងហើយគឺមានន័យថាយើងខ្លាំងហើយជាចំណុចទី1គឺទុនធានមនុស្សនឹងឯងបើប្រជាជនរបស់យើងពោពេញទៅដោយចំណេះដឹងពោពេញទៅដោយផ្នត់គំនិតពោពេញទៅដោយការពិចារណាដល់ហេតុផលត្រឹមត្រូវតាមរយៈការទទួលព័ត៌មានចំណេះដឹងពីអ្នកជុំវិញខ្លួនដែលមានប្រយោជន៍យើងនឹងក្លាយជាបុគ្គលមានប្រយោជន៍ប្រទេសពោពេញទៅដោយទុនធានមនុស្សហើយណាបងប្អូនបាទចូលទៅ subscribe ទៅលើ YouTube channel របស់ខ្ញុំពេលដែលខ្ញុំ live ចប់ហើយយើងអាចទទួលបានវីដេអូថ្មីបន្ថែមទៀតចេញពីការចែករំលែកដោយសារតែខ្ញុំនិយាយយ៉ាងលឺតិចព្រោះឥឡូវនេះភ្លៀងទៀតហើយណាដោយសារអាកាសធាតុពេលនេះគឺភ្លៀងទៀតហើយអញ្ចឹងសូមអធិស្ឋានបើសិនជាការចែករំលែកទៅឃើញថាវាអត់សូវច្បាស់ឬក៏សំឡេងមានបញ្ហាសូមមេត្តាខន្តីអភ័យទោសបាទឥឡូវសរុបមកវិញតកតងជាមួយនឹងការខ្លាចទាំង6ព្រោះខ្ញុំបានចែករំលែកពីគំនិតហើយប៉ុន្តែនៅការសរុបមកវិញបាទសរុបមកវិញគឺតកតងជាមួយការខ្លាចទាំង6មានអីខ្លះទី1បាទទី1គឺសេចក្តីភ័យខ្លាចនៃភាពក្រីក្របាទមកពីមូលហេតុនៃភាពក្រីក្របាទសេចក្តីភ័យខ្លាចមកពីមូលហេតុភាពក្រីក្រសេចក្តីភ័យខ្លាចមកពីខ្លាចការរិះគន់ពីអ្នកជុំវិញខ្លួននិងអ្នកដទៃសេចក្តីភ័យខ្លាចកើតមកពីបញ្ហាសុខភាពបាទតកតងជាមួយសុខភាពសេចក្តីភ័យខ្លាចដែលកើតមកអំពីការខ្លាចបាត់បង់នៅមនុស្សជាទីស្រឡាញ់មិនបានគ្រប់គ្រងមិនបានសហការបាទតកតងមួយសេចក្តីភ័យខ្លាចទី5សេចក្តីភ័យខ្លាចតកតងជាមួយនឹងអាយុវាច្រើនធ្វើអីវាមិនកើតហើយសេចក្តីភ័យខ្លាចចុងក្រោយនេះគឺតកតងជាមួយនឹងសេចក្តីភ័យខ្លាចនៃការស្លាប់ខ្លាចមានបញ្ហាអីនៅពេលដែលយើងចង់ធ្វើវាបាទសង្ឃឹមថាការចែករំលែកនេះនឹងផ្ដល់ជាចំណេះដឹងល្អជាគតិល្អសម្រាប់ការគិតពិចារណាក៏ដូចជាការស្ដាប់ជូនបងប្អូនហើយខ្ញុំនឹងបន្តធ្វើវីដេអូនេះបន្ថែមទៀតនៅលើចំណុចក៏ដូចជាអ្វីដែលយើងឃើញថាមានសារៈសំខាន់សម្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាទីចុងក្រោយសូមបងប្អូនជួបប្រទះតែពុទ្ធពោទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិទិអ្នកនិងអ្វីដែលបងប្អូនប្រាថ្នាឲ្យបានសម្រេចជោគជ័យក៏ដូចជាសុខភាពទាំងបញ្ញាកាន់តែភ្លឺស្វាងអនាគតគ្រួសារនិងជីវិតរបស់យើងកាន់តែប្រសើរជាមួយនឹងភាពស្រស់បំព្រងដែលជាការរៀបចំនៅគោលដៅរបស់យើងបាទសូមអរគុណច្រើនសូមជម្រាបលា